បាទសូមជម្រាបសួរប្រិមិត្តដែលចូលចិត្តស្ដាប់រឿងនៅក្នុង Channel នីតិរឿងទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានរឿងថ្មីមកមួយទៀតហើយដែលរឿងនោះគឺតកតងនឹងពីព្រះសង្ឃគឺគាត់បីឆ្កែខ្មៅហើយដូនជីមួយគឺបីឆ្មាខ្មៅដែលរឿងនេះគឺជារឿងអបិយជំនឿដែលអ្នកភូមិខ្ញុំគាត់ចូលចិត្តនិយាយបន្លាចពួកខ្ញុំកាលនៅពីក្មេងអញ្ចឹងទៅចឹងខ្ញុំអត់ចង់ខ្លាចតែឯងទេចឹងខ្ញុំចង់ចែកជូនអ្នកនរគ្នាខ្លាចជាមួយខ្ញុំដែរកាត់ដូចរំដូចខ្ញុំកាលនៅក្មេងខ្ញុំមកចឹងយើងកុំបង្អន់យូរយើងចូលមកដល់សាច់រឿងយើងតែម្ដងទៅតែមុននឹងចូលទៅដល់សាច់រឿងសូមអ្នកនរគ្នាជួយចុច like subscribe និង share ទៅឲ្យមិត្តភ័ក្តិនិងក្រុមគ្រួសារអ្នកនរគ្នាបានស្ដាប់លេងកម្សាន្តផងតោះឥឡូវយើងកុំបង្អន់យូរយើងចូលមកដល់សាច់រឿងយើងតែម្ដងទៅចឹងគឺសាច់រឿងយើងគឺនិយាយអំពីដូនជីម្នាក់ដែលដូនជីនិងប្រសង់ម្នាក់មកគូគាត់ហ្នឹងគឺប្រសង់គឺគាត់បីឆ្កែខ្មៅហើយដូនជីគឺគាត់បានបីឆ្មាខ្មៅនៅពេលនោះគឺគាត់បានដើរអ្នកនរយុភាសាសាច់រឿងហ្នឹងដំណើរចាស់ប្រាប់ខ្ញុំរៀងភ្លេចដែរតែខ្ញុំនិយាយតាមការខ្ញុំចាំអាចនឹងត្រូវឬខុសតិចតួចអាហ្នឹងចាំខ្ញុំសួរម៉ាក់ប៉ាខ្ញុំអីបន្ថែមទៀតភាសាតែខ្ញុំរៀងភ្លេចដែរអញ្ចឹងណាចឹងឥឡូវគឺខ្ញុំនិយាយអ្វីដែលខ្ញុំចាំអញ្ចឹងគឺមានដំណើររឿងមួយគឺនិយាយអំពីដូនជីហើយប្រសង់ហ្នឹងគឺគាត់បានដើរបិណ្ឌបាតតាមភូមិនៅពេលយប់យប់អាត្រៀតហ្មងណាបងប្អូនយប់ប្រហែលម៉ោង2 10យប់ម៉ោង1ម៉ោង2យប់អីចឹងទៅនៅពេលនោះគឺគាត់បានទៅគោះទ្វារនៅផ្ទះបរិសម្នាក់ដែលឈ្មោះថាដូនពូដូនគឺគាត់គឺគេហៅមិនទេបងប្អូនខ្ញុំពិបាកបញ្យល់គឺគាត់គ្រប់ពុទ្ធសាសនាទាំងជ្រុំគេហៅគ្រប់ចេញពីចិត្តណាបងប្អូនគ្រប់ចេញពីចិត្តពីបេះដូងជ្រុំគឺគ្រប់ខ្ញុំហ្មងឃើញប្រសង់ឲ្យដូនជីនៅណាគឺគាត់តែងតែប្រកេនគេហៅប្រកេនចង្ហាន់ប្រកេនអីចឹងទៅឲ្យប្រសង់ឲ្យដូនជីនឹងដល់ហើយយប់ហ្នឹងគឺគាត់បានមើលតាមអាប្រឡោះប្អួយគាត់គឺគាត់បានឃើញប្រសង់ឲ្យដូនជីនឹងឈរនៅមុខផ្ទះហើយមុខគឺអត់មានវិញ្ញាណទេហ្មងបងប្អូនមុខដូចស្លេកមែនតើហើយគឺប្រសង់គឺបានបីឆ្កែខ្មៅហើយដូនជីគឺបីឆ្មាខ្មៅដល់ពេលនោះគឺគាត់មានអារម្មណ៍ថាចម្លែកតែគាត់ក៏អត់គិតអីច្រើនដែរដោយសារគាត់នឹកឃើញថាមិនដែលចោលណាហ៊ានតែងខ្លួនឬក៏ហ៊ានធ្វើអីចឹងទេចឹងទៅគឺគាត់បានបើកទ្វារហើយគឺគាត់បានសួរថាបដិជគុណគឺបដិជគុណមកធ្វើអីយប់ស្មាននេះតមកប្រសង់ហ្នឹងគឺអត់មាត់អត់កទេហើយក៏ច្អល់ទៅចង្ហាន់បាយគាត់ដាក់ឲ្យនេះគេហៅបាយគាត់ដាក់ឲ្យឆ្កែហើយសាន់ចំគាត់ហ្នឹងគឺច្អល់នៅគៀនទ្វារហ្នឹងដោយសារគាត់ដាក់ឲ្យបាយនៅគៀនទ្វារហ្នឹងដល់ហើយគឺគាត់បាននឹកឃើញដូចជាគុណចង់បិណ្ឌបាតមែនហើយគាត់គិតក្នុងចិត្តថាជុំហើយលោកសង្ឃណាដើរបិណ្ឌបាតម៉ោងពាក់កណ្ដាលយប់ចឹងទេហើយក៏គាត់នឹកស្មានថាគិតអីច្រើនដែរដោយសារសង្ឃប្រហែលគាត់គេហៅថានិយាយសួស្ដាប់ខ្ញុំអត់ចេះនិយាយភាសាលោកដែរគេហៅឃ្លានគេហៅអីពេលយប់ចឹងទៅហើយនិយាយជាទៅប្រហែលឃ្លានអីចឹងដែរទៅក៏ដើរមកបិណ្ឌបាតនៅភូមិមកផ្លែចឹងទៅហើយយកទៅហូបឲ្យគាត់សម្រានលក់ហើយក៏ពូដូនហ្នឹងគឺហៅប្រសង់ហ្នឹងក៏និមន្តពួកសំទោសអ្នកនរនេះគឺនិមន្តប្រសង់ហ្នឹងចូលទៅផ្ទះគាត់ណាចូលទៅឲ្យឆាន់នៅក្នុងផ្ទះមកគាត់ហ្មងទៅមិនគេហៅយកទៅវត្តដើរអីនិយាយទេហើយបើចង់សម្រាននៅផ្ទះគាត់យប់ហ្នឹងក៏បានដែរដោយសារតែគាត់គឺជាមនុស្សគោរពធម៌ពុទ្ធសាសនាអីចឹងទៅយល់គឺគាត់គោរពយកហ្មងគាត់គោរពចេញពីបេះដូងចឹងទៅបានគាត់ហ៊ាននិមន្តប្រសង់ឲ្យដូនជីនឹងចូលមកហើយបន្ទាប់មកនៅពេលព្រឹកឡើងគឺអ្នកភូមិហ្នឹងគឺគេផ្អើលឆោឡោពេញចឹងដោយសារតែគេឃើញគាត់ដេកនៅមុខផ្ទះហ្នឹងទាំងហាមាត់ហើយមុខស្លេកស្លាំងហាមាត់បិទភ្នែកចិត្តទេហើយពេលគេមើលធ្វើកសោវិច័យគាត់ទៅគឺគាត់អត់មានគ្រឿងក្នុងទេយល់គេស្មានតែខ្មោចគេហៅខ្មោចព្រៃចូលសន្ធិដ្ឋអីចឹងទៅចឹងរឿងហ្នឹងគឺចាប់ត្រឹមហ្នឹងហើយអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តរឿងចឹងទៀតសូមខមមិនប្រាប់ខ្ញុំផងហើយអរគុណអ្នកទាំងអស់គ្នាដែលបានមើលពីវិនាទីដំបូងដល់ពេលនេះចឹងពេលខ្ញុំបាននិយាយរឿងសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ